បាទសួស្តីអ្នកនរគ្នាថ្ងៃនេះគឺយើងមកបន្តជាមួយនឹង line ទឹករបស់យើងដែលយើងសិក្សាពី comment ដែលឥឡូវក្នុងវីដេអូនេះយើងចូលដល់ការបង្កើតជាមួយក៏ combine file ច្រើនហើយ combine វាចេញជាមួយ file សម្រាប់យើងងាយស្រួលក្នុងការ combine file ពី system មួយទៅ system មួយទៀតដែលយើងមិនបាច់ទាញម្ដងមួយយើងដាក់មក file យើងមកឥឡូវដើម្បីចូលមកឥឡូវយើងចូលទៅមើលនេះវាតិចទៅដែលយើងត្រូវប្រើប្រាស់ក្នុងការ combine ដែលយើងត្រូវប្រើប្រាស់យើងមានថាសម្រាប់ combine តែថាសម្រាប់ combine ហើយ compression គឺយើងប្រើជាមួយនឹង zip ហើយ gzip ហើយនឹង dzip2 ឥឡូវយើងទៅធ្វើជាមួយនឹងថា combine ថាមួយសិនមកឥឡូវយើងទៅបង្កើត file មកយើងបង្កើត file touch ហើយយើង file 1.txt file 2.t យើងទៅ ls មើលមកបន្តមកយើងធ្វើការបង្កើតជាមួយនឹងdirectory ដែលយើងធ្វើការ map dir វាមក dir 1 ហើយ dir 2ហើយ ls មើលវាវិញមកនេះ file យើងគឺបានបង្កើតហើយឥឡូវយើង clear វាចេញមកសួរមើលបន្ទាប់ពីយើងបានបង្កើត file ហើយឥឡូវយើងទៅ combine វាចូលគ្នាមកឥឡូវយើងទៅ combine យើងប្រើប្រាស់ជាមួយនឹង command ថាហើយដក cvf ដែល command នេះគឺមកពីពាក្យថាឥឡូវយើងចូលទៅមើលនេះទៅ cvf ហ្នឹងមានន័យថា c មានន័យថា combine ហើយ v ហ្នឹង verbose ហើយ f ហ្នឹងគឺ file name ឥឡូវយើងដាក់ backup .txt ហើយយើងដាក់ឈ្មោះ file ឲ្យយើងបង្កើតហ្នឹងមក file 1.txt ហើយ dir របស់យើងមិញហ្នឹងក៏ដាក់មកដែរមកតបមកឥឡូវយើងទៅ ls មើលអូអ្នកនរគ្នាយើងធ្វើខុសកន្លែងនេះហើយឥឡូវយើងទៅនេះយើងធ្វើខុសកន្លែង backup.txt ហ្នឹងការពិតកន្លែងហ្នឹងគឺ .tar ទេអញ្ចឹងបានវាអត់ចូលតោះមកយើងធ្វើមកហើយយើងទៅ ls ដក file របស់យើងឃើញថាយើងមានជាមួយនឹង backup file មួយហ្នឹងឥឡូវយើងទៅលុប file ដើមវាមកអំហើយដក f ហើយដាក់ឈ្មោះ file 1 dir 1ហើយនឹង dir 2យើងទៅ ls មើលឃើញថា file ដែលយើងបង្កើតដើមហ្នឹងគឺយើងបានលុបចោលហើយអា file ហ្នឹងគឺយើង combine ចូលជា backup.tar មួយនេះអាហ្នឹងគឺជាការ combine ឥឡូវបើសិនជាអ្នកនរគ្នាចង់ពលាវាចេញពីការ combine ហ្នឹងវិញឥឡូវយើងមាន command មួយទៀតគឺយើងដាក់មកយើងប្រើជាមួយនឹងថាហើយ x ដក x ចំត្រូវអត់បាទដក x vf ដោយ x មកពីពាក្យថា extract ហើយអាពីរហ្នឹងគឺដាក់លេហើយយើងដាក់ឈ្មោះ backup របស់យើងមកយើងធ្វើការពលាវា backup ថាហើយ enter មកហើយទៅ ls មើលអា file ហ្នឹងគឺវាមកវិញហើយដែលមិញយើង combine វាទៅមួយហើយយើងលុបចោលដល់ពេលឥឡូវយើងចង់ពលាវិញគឺយើងធ្វើគឺដូចតែគ្នាទេដែលយើងដូរតែកន្លែងនេះទេកន្លែង command x vf ហើយនឹង cvf មិនគឺយើងខុសគ្នាតែកន្លែងហ្នឹងឥ
ឥឡូវការ combine ជាមួយនឹងថាគឺមានប៉ុណ្ណឹងឥឡូវយើងធ្វើការចូលទៅមើលជាមួយនឹង compressive ម្ដងដែល compressive គឺមានច្រើនគឺយើងមានជាមួយនឹង zip ហើយនឹង gzip ហើយនឹង bzip2 ដោយ zip របស់យើងគឺអាច combine file ផងហើយ compressive ផងដែលវាបានធ្វើបានទាំងជាមួយ file ហើយនឹង directory ចំពោះឯ gzip វិញគឺអត់មាន combine ទេគឺ compressive សុទ្ធហើយវាប្រើបានជាមួយនឹង file ហើយនឹង directory ដូចគ្នាហើយ bzip2 គឺ compressive ដូចគ្នាតែប្រើបានតែជាមួយ file ទេគឺអត់មានប្រើជាមួយ directory បានទេអញ្ចឹងឥឡូវយើងទៅតេស្តវាមកឥឡូវយើងទៅ combine ទៅ compressive ឥឡូវយើងទៅធ្វើ compressive ជាមួយនឹង gzip ហ្មងទៅឥឡូវយើងធ្វើការ clear តមកគឺយើងប្រើប្រាស់ជាមួយនឹង gzip ហើយដក option all តមកយើងដាក់ឈ្មោះ file របស់យើងមកវាមាន file 1 file 2 ហើយនឹង dia 1 dia 2យើង compressive វាមកហើយយើងទៅ ls មើល file របស់យើងឥឡូវយើងបានហើយអ្នកនរគ្នាបានមើលកន្លែងនេះគឺអាកតុយ .file 1 file 2ហើយមាន g ពីក្រោយហ្នឹងគឺយើងធ្វើការ compressive វាក្នុងហ្នឹងចឹងអាហ្នឹងវា compressive នៅក្នុងតែ file ទេហើយវាចូលវាដំណើរការ compressive របស់វាគឺវាចូលក្នុង folder ហ្នឹងហើយវា compressive ម្ដងមក file ម្ដងមក file ឥឡូវយើងធ្វើការទៅពលាវាចេញវិញដែលយើងប្រើប្រាស់ជាមួយនឹង command g unzip យើងក៏អាចហៅថាកាន់ zip ក៏បានឥឡូវយើងដក option all ហើយយើងដាក់ឈ្មោះ file យើងមកចង់ពលាឥឡូវយើងទៅ ls មើលមកយើងឃើញថា file របស់យើងគឺមកដូចដើមវិញហើយដែលយើងធ្វើការពលាវាចេញពី compressive វិញមិញគឺវាជាប់ជាមួយនឹងកតុយពីក្រោយដែលវាដំណើរការ compressive ឥឡូវយើងធ្វើការពលាវាបានវិញហើយមួយទៀតបើសិនបើយើងចង់ធ្វើ backup យើងធ្វើការជាមួយនឹងថារបស់យើងបើសិនជាយើងចង់ធ្វើ backup ឥឡូវយើងធ្វើមកហើយយើងដាក់ថាឈ្មោះ my backup ចឹងមកហើយយើងដាក់ឈ្មោះ file យើងមកជាមួយនឹងថាមកហើយកន្លែងនេះគឺយើងប្រើប្រាស់ជាមួយនឹង CVF នេះយើងធ្វើបាន combine វាហើយចូលទៅមើល s មកដល់កន្លែងនេះអ្នកនរឃើញអាកន្លែងនេះវាលេខដូចគ្នាដោយសារវាលេខដូចជាមួយនឹង backup ដែលយើងបាន combine ដោយសារតែវាគឺជាប្រភេទថាដូចគ្នាអញ្ចឹងវាចាប់លេខដូចគ្នាឥឡូវយើងធ្វើការទៅ compressive របស់វាមកហើយយើងប្រើជាមួយ gzip បើសិនជាយើងអត់មាន directory ទេយើងមិនបាច់ប្រើ option all ទេឥឡូវយើង gzip ហើយយើងដាក់ឈ្មោះថារបស់យើងមក my backup ដកជាមួយនឹងថាយើងដាក់តបមកដល់កន្លែងនេះគឺវាមានតែ home ខុសគ្នាវិញដោយសារយើងធ្វើការ compressive ជាលក្ខណៈ gzip
គឺវា copy combine ឥឡូវយើងចំណុចបន្ទាប់យើងទៅធ្វើជាមួយនឹង bzip2 ម្ដងដែល bzip2 ហ្នឹងគឺវាធ្វើការបានតែជាមួយ file អញ្ចឹង directory គឺវាអត់ដំណើរការទេនៅក្នុងការប្រកាសជាមួយនឹង bzip2 ហ្នឹងដូចជាបានបញ្ជាក់អញ្ចឹងធ្វើការ compressive វាគឺ cannot work with ជាមួយនឹង directory ឥឡូវយើងទៅធ្វើការវាតមកយើងទៅធ្វើការ compressive វាជាមួយនឹង bzip2 ហើយដាក់ file 1 file 2.txt ហើយយើងទៅ ls មើលយើងឃើញថាអា file ដែលយើងធ្វើការ compressive ជាមួយនឹង gzip មិញគឺវាបានបដូរមកទៅជា bzip2 វិញហើយកន្លែងនេះដែលសារតែយើងបាន compressive វាជាមួយនឹង bzip2 បើសិនបើយើងចង់ពលាវាទៅ file ដើមគឺដូចតាចាស់ដែលយើងបានធ្វើមកទេដែលយើងគ្រាន់តែដាក់ bzip2 ពីមុខចឹងមកហើយដកជាមួយនឹងអា file ដែលយើង compress មកវិញហ្នឹងហើយយើងដាក់ bzip2 dot កតុយចឹងមក bzip enter នេះគឺការប្រើជាមួយនឹង b unzip មិនមែនជា bzip ទេយើងធ្វើចឹងបានវាដាក់ជាមួយឥឡូវ enter ចុះខុសទៀតដាក់អក្សរខុស b unzip ហើយទៅឥឡូវ file របស់យើងធ្វើមិនបាញ់គឺយើងពលាទៅធម្មតាវិញហើយឥឡូវបើយើងចង់នេះ combine វាcompressive វាគឺយើងត្រូវធ្វើការជាមួយនឹងថាតោះមកយើងដាក់ជាមួយនឹងថា .cf ហើយដាក់ឈ្មោះមក my backup ដកជាមួយនឹងថាសេខុសទៀតfile 1 file 2 txt យើងឃើញថាមក file ដែលយើងធ្វើមកនេះគឺវាបាននេះមកកតុយជាមួយនឹង gzip មួយនេះបាទបាញ់មិញគឺយើងធ្វើការបញ្ចូលជាមួយនឹង bzip2 backup ដើម្បីបានជាមួយនឹង file មួយនេះគឺមានទំហំ132ហ្នឹងហើយការ compressive ជាមួយនឹង bzip2 របស់យើងគឺមានតែប៉ុណ្្នឹង